នេះគឺជាខ្យងស្រែចាខ្យងស្រែរបស់ខ្ញុំហ្នឹងចៃដន្យអីខ្ញុំទៅផ្សារបានខ្យង4មកអ្នកផ្សារគេឲ្យណាខ្ញុំសុំទិញគេអត់លក់ទេគេថាទូចចឹងបាក់លក់ទេខ្ញុំថាយកតែមួយគេថាទៅឲ្យ4ថាបើឲ្យ4មកខ្ញុំអត់ដឹងទេថាខ្យងហ្នឹងវាឡើងលើទូរួចហើយវាចេញទៅក្រៅដើរលេងបាត់ណាចាដូច្នេះហើយខ្ញុំគេដើរលេងបាត់អស់ពីរខ្ញុំនៅសល់តែ2ទេដោយសារតែបាត់ហើយបានទៅខ្ញុំមានការពារវាយកក្របយកអីមកក្របវាចាដោយសារតែខ្ញុំអត់ដឹងទេថាវាឡើងលើកញ្ចក់ហើយវាដើរទៅបាត់ចាដោយសារយើងដបងអត់ដឹងថាវាចេះដើរអញ្ចឹងណាវាអត់ចេះវាចេះនៅក្នុងទូសតវាចង់ដើរទៅក្រៅដើរលេងបាត់ចឹងណាទៅអញ្ចឹងហើយខ្ញុំមានបទពិសោធន៍ហើយឥឡូវខ្ញុំចេះការពារវាហើយខ្ញុំក្រវាកុំឲ្យវាដើរបាត់ចាព្រោះអីចាំតែប្រហែលថ្ងៃសោះឥឡូវធំប៉ុណ្ណាណីអីហ្នឹងឯងហើយចំណៃខ្ញុំដាក់ហ្នឹងគឺខ្ញុំយកអាសវកចេកហ្នឹងយកទៅអាំងវាឲ្យក្រៀមមិនមែនឲ្យខ្លោចទេឲ្យវាក្រៀមឲ្យវាស្រួយដល់ពេលហើយយកមកខ្ចប់វាដាក់ក្នុងថង់ហើយដល់ពេលហើយវាคล้ายទៅជាដុះផ្សិតលឿងហើយខ្ញុំដាក់ចំណីហ្នឹងឲ្យវាស៊ីទៅពេលហើយវាចូលចិត្តចាឥឡូវវាថ្លោសវាធាត់វាមានសាច់ច្រើនចាអញ្ចឹងចំណីវាហ្នឹងក៏ខ្ញុំធ្វើវាតាមធ្វើម្ដងទុកឡើង2 3ថ្ងៃទុកឲ្យវាស៊ីចាដោយចំណីវាហ្នឹងខ្ញុំជួនកាលខ្ញុំដាក់ស្លឹកឈើងាប់ចូលទៅដែរប៉ុន្តែវាចូលចិត្តស៊ីសបកចេកអាំងហ្នឹងចាអញ្ចឹងចំណីវាហ្នឹងគឺខ្ញុំអាំងសបកចេកហើយខ្ញុំចងដាក់ក្នុងថង់ចងទៅដល់ពេល1ថ្ងៃ2ថ្ងៃទៅវាដុះផ្សិតពណ៌លឿងហើយអញ្ចឹងទៅចូលទៅដាក់ទៅវាចូលចិត្តស៊ីអាសបកចេកដុះផ្សិតលឿងហ្នឹងចាប៉ុន្តែមើលទៅវាសុខភាពល្អដែរសិតតែសាច់ចាមើលទៅវាឡើងច្លុកហើយឥឡូវវាធំចាពេលខ្ញុំយកមកហ្នឹងគឺទូចទេហើយចាំតែមិនទាន់បានកន្លះខែផងនេះឥឡូវធំប៉ុណ្ណាណីហើយមើលទៅសភាពវាសុខភាពវាល្អវារហ័សរហួនចាប៉ុន្តែមិនភ្លេចទេក្របវាខ្លាចវាដើរចេញបាត់ព្រោះឲ្យវាចេះដើរខ្ញុំមិនដឹងថាវាដើរណាស្មានវានៅក្នុងទូកញ្ចក់នឹងហើយវាអត់ដើរខ្ញុំក៏អត់មានអីក្របលើទូកញ្ចក់នឹងដែរស្រាប់តែវាដើរបាត់រកអត់ឃើញហ្នឹងហើយបាត់ហើយនៅក្នុងផ្ទះសោះហ្នឹងរកអត់ឃើញវាខ្ញុំរកអត់ឃើញវាឥឡូវវាបាត់អស់2វានៅសល់តែ2ទេចាអរគុណចាជម្រាបលាបាយ